លោកម្ចាស់ស្រុកនាងខ្ញុំលីវសាននាងមានរឿងអយុត្តិធម៌ចង់ប្តឹងចាសូមលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យកូនស្រីនាងខ្ញុំផងលីវសាននាងមេកឈរនៅកំពង់ផែនឹងតើចុះគាត់ចង់ប្តឹងអ្នកណាគេអ្នកណាគេវីស្កូគឺនាងខ្ញុំលីវសាននាងចាសូមប្តឹងសឿនជីនសុងពីបទចាប់កូនស្រីអ្នកស្រុកដោយកំរោលអ្នកនៅខាងក្រោមនឹងជាអ្នកណាហើយចង់ប្តឹងពីបទអីនាងខ្ញុំលីវសាននាងសូមប្តឹងមេគ្រួសារសឿនគឺសឿនជីនសុងចាតែបានលក់សៀវថាវកូនស្រីខ្ញុំចូលផ្ទះបនឈុនហ្វុងហើយបង្ខំខ្ញុំឲ្យកាត់ផ្តាច់មួយត្រីគ្រួសារទោបលក់បគ្រួសារសៀវទៀតឆ្មាំងទៅចាប់ខ្លួនសឿនជីនសុងមកលោកម្ចាស់ខ្ញុំអយុត្តិធម៌ណាស់ទៀតមីលីវសាននាងនឹងជាមេកឈលតារឿងជួញដូរមនុស្សនេះមានតែវីតេទើបហ៊ានធ្វើនោះលីវសាននាងឯងមានភស្តុតាងទេនេះជាលិខិតលក់ខ្លួនរបស់សៀវថាវចានៅលើនឹងមានស្នាមមេដៃមេការគ្រួសារសិនទៀតសឿនជីនសុងឯងខ្ញុំមិនទទួលស្គាល់ទេនេះច្បាស់ជាមានគេញុះញង់ឲ្យវាចាប់ប្រកាន់ខ្ញុំហើយលោកម្ចាស់នាងខ្ញុំអាចធ្វើសាក់សីបានយប់មិញសៀវថាវពិតជាត្រូវគេចាប់ឃុំក្នុងផ្ទះបន្មែងនាងខ្ញុំឃើញផ្ទាល់ភ្នែកពេលគេជួយសង្គ្រោះនាងចេញមកបើលីវសាននាងស្ម័គ្រចិត្តធ្វើការឲ្យគ្រួសារសិនមែនចុះហេតុអីបានជាកូនស្រីគាត់ត្រូវគេចាប់ឃុំក្នុងផ្ទះបន្ទវិញសឿនជីងហ៊ឺមីកូនចង្រៃអញហ៊ានរួមគំនិតជាមួយអ្នកក្រៅមកប្តឹងឪពុកអញផងខ្ញុំគ្រាន់តែនិយាយរឿងដែលខ្ញុំឃើញផ្ទាល់ភ្នែកប៉ុណ្ណោះសៀវថាវអូនកុំខ្លាចអីទីនេះជាសាលាជំនុំហើយនិយាយការពិតមកលោកម្ចាស់គឺមនុស្សរបស់គ្រួសារសឿនបោកបញ្ឆោតនាងខ្ញុំយកវាថាម៉ែមិនត្រូវការខ្ញុំទៀតទេហើយក៏ចាប់ខ្ញុំឃុំក្នុងផ្ទះបនតែម្ដងទៅថែមទាំងគំរាមថាបើម៉ែមិនស្ដាប់បញ្ជាលោកម្ចាស់សឿនទេគេនឹងលុបខ្ញុំនៅនឹងឲ្យខ្ញុំចេញមិនរួចមួយជីវិតមកយកកូនស្រីគេមកគំរាមកំហែងគេបែបនេះអាក្រក់មែននឹងហើយគិតទៅមិនគួរណាលីវសានញ៉ាំតាមរករឿងទុកបបរត្រីគ្រួសារសៀវប៉ុន្មានថ្ងៃមុនសោះក្រោយពីសៀវថាវត្រូវគេចាប់ទៅលីវសានញ៉ាំក៏កាត់ផ្ដាច់មួយត្រីខ្ញុំហើយមេកងឈិនក៏មកបិទទុកខ្ញុំទៀតពេលវេលាគឺស៊ីគ្នាបេះបិទហ្មងលោកម្ចាស់ខ្ញុំសូមធ្វើសាក់សីថ្ងៃដែលគ្រួសារសៀវអត់មានត្រីលក់គឺហាងសឿនបានមកទិញឆ្អឹងត្រីក្នុងតម្លៃខ្ពស់កប់ពុកមេការគ្រួសារសឿនបាននិយាយថាបាននរណាហ៊ានលក់ត្រីឲ្យគ្រួសារសៀវកុំសង្ឃឹមថារកស៊ីនៅកំពង់ផែបានទៀតឲ្យសោះថ្ងៃដែលមេកងឈិនមកបិទតូបសំបីតែបណ្ឌិតសុងក៏ត្រូវគេវីដែរមីក្មេងចង្រៃអ្នកណាស្រវឹងវីបង្រៀនអញឲ្យនិយាយអញ្ចឹងមីឈីងហ៊ឺមែនទេអត់ទេគឺពួកឯងនឹងហើយពួកឯងជាអ្នកចាប់ខ្ញុំឃុំក្នុងផ្ទះបនលែងកូនស្រីឯងភ្លាមនៅកណ្ដាលសាលាជំនុំសោះហ៊ានគំរាមកំហែងជនរងគ្រោះទៀតសឿនជីនសុងឯងថ្លើមធំមិនធម្មតាទេលោកម្ចាស់ខ្ញុំជាមេគ្រួសារសឿនជាសេដ្ឋីប្រចាំរាជធានីណាលោកមិនអាចស្ដាប់តែម្ខាងអញ្ចឹងទេលិខិតលោកខ្លួននៅទីនេះជនរងគ្រោះនិងសាក់សីក៏នៅទីនេះដែរសឿនជីនសុងសុកប៉ាន់មេខ្យល់បង្ខិតបង្ខំកូនក្រមុំគេនឹងធ្វើឲ្យប៉ះពាល់ការរកស៊ីនៅកំពង់ផែភស្តុតាងគឺច្បាស់ក្រឡែកខាត់ខ្លួនសឿនជីនសុងនិងមេការគ្រួសារសឿនទុកសិនដើម្បីរងចាំការកាត់ក្តីបិទហាងគ្រួសារសឿនជាបណ្ដោះអាសន្នហើយរកអូសៀវភៅបញ្ជីយកមកពិនិត្យលេងអញមានក្នុងបង្អែកណាបើពួកអញហ៊ានប៉ះអញកុំសង្ឃឹមថាសុកឲ្យសោះវើយចាប់វីចុះទៅកាត់ក្តីមែនទែនហ្មងវើយលោកម្ចាស់សឿនរដងមានមុខមាត់ធំណាស់មិនថ្ងៃនេះលោកម្ចាស់ស្រុកអត់ទុកមុខឲ្យគាត់សោះអញ្ចឹង